តើបងប្អូននឹងទេថាតើផ្លូវដែលបើកបរវិញជាងគេនៅលើពិភពលោកចាប់ផ្ដើមពីចំណុចណាហើយវាបញ្ចប់ត្រង់ចំណុចណានៅលើផែនដីមានប្រព័ន្ធផ្លូវចម្លង4ប្រព័ន្ធធំៗគឺតំបន់ Eurafrasian ដែលគ្របដណ្ដប់ទៅលើទ្វីបអឺរ៉ុប អាស៊ីនិងអាហ្វ្រិកទ្វីបទាំង3នេះភ្ជាប់គ្នាដោយដីដូច្នេះតាមទ្រឹស្ដីវាគួរតែអាចទៅមកតាមផ្លូវនេះបានប៉ុន្តែជាក់ស្ដែងវាមិនអាចទៅរួចនោះទេពីព្រោះមានព្រែកជីកស៊ុយអេដែលជាផ្លូវទឹកអាចធ្វើដំណើរតាមនាវាពីអឺរ៉ុបទៅអាស៊ីបានផ្លូវតែមួយដែលអាចភ្ជាប់អាហ្វ្រិកនិងអាស៊ីគឺស្ពាន3ដែលកាត់ផ្លូវដែននៃថ្នល់នេះប៉ុន្តែថ្នល់ធំៗនៅតែភ្ជាប់គ្នាដូច្នេះវានៅត្រូវបានចាត់ទុកជាប្រព័ន្ធផ្លូវដ៏ធំបំផុតមួយបន្តទៅដល់ប្រទេសធំបំផុតទី6និងទ្វីបតូចបំផុតអូស្ត្រាលីក៏មានប្រព័ន្ធផ្លូវធំផងដែរប៉ុន្តែបើអ្នកបើកបរទៅខាងនេះបន្តិចអ្នកនឹងឃើញអាមេរិកទាំងពីរដូចជាអាហ្វ្រិកនិងអាស៊ីអាមេរិកខាងជើងនិងខាងត្បូងក៏មិនបានភ្ជាប់គ្នាផងដែរដោយសារតែមានព្រែកជីកប៉ាដាម៉ាកទោះជាយ៉ាងណាក៏ដោយវាមិនមែនជាបញ្ហាទេពីព្រោះមានស្ពានជាច្រើនភ្ជាប់បញ្ហាចម្បងគឺ Darien Gap តំបន់ព្រៃឈើនិងស្មៅដែលគ្មានមនុស្សរស់នៅក្នុងតំបន់ព្រំដែនប៉ាដាម៉ាកនិងកូឡុំប៊ីតំបន់នេះពោរពេញទៅដោយកម្លាំងឯកជននិងពួកលក់គ្រឿងញៀនហើយមិនមានផ្លូវណាមួយកាត់តំបន់នេះផងដែរដូចនេះហើយដែលអាមេរិកខាងជើងនិងខាងត្បូងមិនភ្ជាប់គ្នាតើផ្លូវវែងបំផុតគួរតែចាប់ផ្ដើមពីចំណុចណាប្រព័ន្ធផ្លូវនៅអាមេរិកទៅដល់ខាងជើងបំផុតនោះគឺ Pro de Bay និងខាងត្បូងដល់ Yavisa ដែលមានចម្ងាយ 7,500 ម៉ាយហើយចំណាយពេលបើកបរចំនួន6ថ្ងៃតែទោះជាយ៉ាងណាក៏ដោយមិនមែនវែងបំផុតនៅលើផែនដីនោះទេបងប្អូនភាគច្រើនគិតថាចំណុចវែងបំផុតគួរតែចាប់ផ្ដើមពីអាហ្វ្រិកខាងត្បូងទៅរុស្ស៊ីខាងកើតប៉ុន្តែវាមិនមែនជាចម្លើយត្រឹមត្រូវនោះទេប្រទេសប្រមាណទាំងនេះត្រូវឆ្លងកាត់ទីក្រុង Kinshasa និង Brazzaville តែគ្មានស្ពានភ្ជាប់ហើយផ្លូវច្រើនឆ្លងកាត់អឺរ៉ុបខាងលិចជាងតំបន់អារ៉ាប់ដូចនេះត្រូវចាប់ផ្ដើមពីទ្វីបអឺរ៉ុបទីក្រុង Sagres នៃប្រទេសប៉ូទុយហ្គាល់ហើយអាចបើកបរទៅដល់ Aldian River នៅប្រទេសរុស្ស៊ីដែលមានចម្ងាយ 8,437 ម៉ាយប៉ុន្តែវានៅតែមិនមែនវែងបំផុតតំបន់ដែលវែងជាងគេគឺ Kazan នៃប្រទេសរុស្ស៊ីតែម្ដងដែលមានព្រំដែនជាមួយនឹងកូរ៉េខាងជើងអ្នកអាចបើកបរដោយមិនចាំបាច់ជិះទូកនិងមានតែចំណុចត្រួតពិនិត្យសញ្ញាព្រំដែនទាំងពីរដូចនេះអ្នកអាចបើកបរបានចម្ងាយ 8,726 ម៉ាយក្នុងរយៈពេល6ថ្ងៃនិង19ម៉ោងពី Sagres នៃប្រទេសប៉ូទុយហ្គាល់ទៅ Kazan ប្រទេសរុស្ស៊ីដែលនេះជាចម្ងាយបើកបរវែងបំផុតក្នុងពិភពលោក
តើបងប្អូនដឹងទេថាតើផ្លូវដែលបើកបរវិញជាងគេនៅលើពិភពលោកចាប់ផ្ដើមពីចំណុចណាហើយវាបញ្ចប់ត្រង់ចំណុចណានៅលើផែនដីមានប្រព័ន្ធផ្លូវចំណង4ប្រព័ន្ធធំៗគឺតំបន់ Euro-Ocean ដែលគ្របដណ្ដប់ទៅលើទ្វីបអឺរ៉ុប អាស៊ីនិងអាហ្វ្រិកទ្វីបទាំង3នេះភ្ជាប់គ្នាដោយផ្លូវទាំង3នេះភ្ជាប់គ្នាដោយដីដូច្នេះតាមទ្រឹស្ដីវាគួរតែអាចទៅមកតាមផ្លូវនេះបានប៉ុន្តែជាក់ស្ដែងវាមិនអាចទៅរួចនោះទេពីព្រោះមានព្រៃជីកស៊ុយអេដែលជាផ្លូវទឹកអាចធ្វើដំណើរតាមនាវាពីអឺរ៉ុបទៅអាស៊ីបានផ្លូវតែមួយដែលអាចភ្ជាប់អាហ្វ្រិកនិងអាស៊ីគឺស្ពាន3ដែលឆ្លងកាត់ដែននៃថ្នល់នេះប៉ុន្តែថ្នល់ធំៗនៅតែភ្ជាប់គ្នាដូច្នេះវានៅតែត្រូវបានគេចាត់ទុកជាប្រព័ន្ធផ្លូវដ៏ធំបំផុតមួយបន្តទៅដល់ប្រទេសធំទី6និងទ្វីបតូចបំផុតអូស្ត្រាលីក៏មានប្រព័ន្ធធំផងដែរប៉ុន្តែបើអ្នកបើកបរនៅខាងនេះបន្តិចអ្នកនឹងឃើញអាមេរិកទាំងពីរដូចជាអាហ្វ្រិកនិងអាស៊ីអាមេរិកខាងជើងនិងខាងត្បូងក៏មិនបានភ្ជាប់គ្នាផងដែរដោយសារតែមានព្រៃជីកប៉ាណាម៉ាទោះជាយ៉ាងណាក៏ដោយវាមិនមែនជាបញ្ហានោះទេពីព្រោះមានស្ពានជាច្រើនភ្ជាប់បញ្ហាចម្បងគឺ Darien Gap តំបន់ព្រៃឈើនិងស្មៅដែលគ្មានមនុស្សរស់នៅក្នុងព្រំដែនប៉ាណាម៉ានិងកូឡុំប៊ីតំបន់នេះពោពេញទៅដោយកម្លាំងឯកជននិងពួកលក់គ្រឿងញៀនហើយវាមិនមែនជាផ្លូវណាហើយមិនមានផ្លូវណាមួយកាត់តំបន់នេះផងដែរហើយនេះហើយដែលអាមេរិកខាងជើងនិងខាងត្បូងមិនភ្ជាប់គ្នាតើផ្លូវវែងបំផុតគួរតែចាប់ផ្ដើមពីចំណុចណាប្រព័ន្ធផ្លូវនៅអាមេរិកទៅដល់ខាងជើងបំផុតនោះគឺ Prudhoe Bay និងខាងត្បូងដល់ Yavisa មានចម្ងាយ 7,500 ម៉ាយហើយចំណាយពេលបើកបរចំនួន6ថ្ងៃតែទោះជាយ៉ាងណាក៏ដោយក៏មិនមានប្រវែងវែងបំផុតនៅលើផែនដីទេបងប្អូនភាគច្រើនគិតថាចំណុចវែងបំផុតគួរតែចាប់ផ្ដើមពីអាហ្វ្រិកខាងត្បូងទៅរុស្ស៊ីខាងកើតប៉ុន្តែវាមិនមែនជាចម្លើយដ៏ត្រឹមត្រូវនោះទេមូលហេតុចម្បងប្រទេសទាំងនោះត្រូវឆ្លងកាត់ទីក្រុង Kinshasa និង Brazzaville តែគ្មានស្ពានភ្ជាប់ហើយផ្លូវច្រើនឆ្លងកាត់អឺរ៉ុបខាងលិចជាងតំបន់អារ៉ាប់ដូចនេះត្រូវចាប់ផ្ដើមពីទ្វីបអឺរ៉ុបSagres ទីក្រុង Sagres នៃប្រទេសប៉ូទុយហ្គាល់ហើយអាចនឹងបើកបរទៅដល់ Alden River នៅប្រទេសរុស្ស៊ីដែលមានចម្ងាយ 8,437 ម៉ាយប៉ុន្តែវានៅតែមិនវែងបំផុតតំបន់ដែលវែងជាងគេគឺ Kherson ដែលជាទីក្រុងរបស់ប្រទេសរុស្ស៊ីតែម្ដងដែលមានព្រំដែនជាមួយនឹងកូរ៉េខាងជើងអ្នកអាចបើកបរដោយមិនចាំបាច់ជិះទូកនិងមានតែចំណុចត្រួតពិនិត្យសញ្ញាសន្ធិសញ្ញាព្រំដែនទាំងពីរដូចនេះអ្នកនឹងអាចបើកបរបានចម្ងាយ 8,726 ម៉ាយក្នុងរយៈពេល6ថ្ងៃនិង19ម៉ោងពី Sagres នៃប្រទេសប៉ូទុយហ្គាល់ទៅ Kazan ប្រទេសរុស្ស៊ីដែលនេះជាចម្ងាយវែងបំផុតក្នុងពិភពលោក